គិតថាតែមើលស្រែភ្លឺបន្តិចហ្នឹងណាស្រីសន្ទុងមិនដឹងមិនមកទេខានតែមើលយូរហើយស្រែមិនទៅណាទេអ្នកអើយមិនបាច់ប្រញាប់ទេតាំងពីខ្ញុំកើតមកនេះមិនដែលឃើញស្រែណាចេះដើរទេយីលបងយួនចេះតែនិយាយលេងទៅកាត់ស្រែមិនទៅណាទេខ្លាចតែស្រីរត់ចោលស្រែទេណាណែនហើយមនុស្សស្រីអត់ប្តីយូរទុកអារម្មណ៍មិនអាចដែរហើយម្យ៉ាងលោកសម្បត្តិនេះខូចណាស់អាងខ្លួនសង្ហាហើយជះលុយលើស្រីមិនថាក្រមុំឬមេម៉ាយទេពេលខ្លះប្រពន្ធគេក៏មិនរអាដែរអ្នកភូមិនេះអ្នកណាក៏ដឹងដែរតែបងចរិយាដាច់ខាតមិនបន្ថោកខ្លួនទេបើមិនដឹងរឿងច្បាស់កុំចេះវាយស្មានពួកខ្ញុំគ្រាន់តែស្មានទេបើត្រូវឬខុសការពិតនឹងចេញនៅថ្ងៃណាមួយបងមិនអាក្រក់ដល់ថ្នាក់នឹងទេបងនឹងអាចចម្រុងដូចជាមនុស្សតែម្នាក់ទៅហើយបើនិយាយត្រូវគ្នាមិនត្រឹមតែបងមិនទានោះទេតែថែមទាំងជួយឲ្យអូននិងកូនរស់យ៉ាងស្រួលឲ្យអូនស្រួលទាំងកាយយីសម្ដីស្មោកគ្រប់ចឹងចេះតែលោកឯងនិយាយតែរួចខ្ញុំសូមប្រាប់ថាខ្ញុំមិនមែនជាស្រីម៉ារៀលដោយតែលោកឯងធ្លាប់យកប្រាក់ទៅតាក់ទេទោះបីអត់ស៊ីដល់ស្លាប់ក៏ខ្ញុំមិនលក់ខ្លួនដែរតម្លៃខ្ញុំមានចំពោះកូនខ្ញុំកូនខ្ញុំជាឈាមរបស់ប្តីខ្ញុំកូនខ្ញុំជាតំណាងរបស់ខ្ញុំរស់នៅជាមួយខ្ញុំជារៀងរហូតប្រាក់នោះខ្ញុំនឹងសងតាមកំណត់ខែក្រោយបើខ្ញុំមិនមានប្រាក់សងទេយកដីនឹងផ្ទះខ្ញុំចុះម៉ែថ្ងៃនេះអត់ទៅធ្វើការទេអត់ទេកូនម៉ែសុំគឺសម្រាប់មួយថ្ងៃនៅផ្ទះជួបជុំកូនម្ដងថ្ងៃអាទិត្យពួកកូនបានសម្រាកពីការសិក្សាបានជួយសម្រាលការងារម៉ែខ្លះថ្ងៃនេះបានម៉ែនៅផ្ទះកូនកក់ក្ដៅណាស់បានមើលមុខម៉ែពេញមួយថ្ងៃរាល់ថ្ងៃម៉ែប្រឡំចេញប្រលប់ចូលច្រើនឆ្នាំមកនេះម៉ែលំបាកណាស់ម៉ែហត់ណាស់ម៉ែបើពុកនៅរស់ម៉ែមិនលំបាកបែបនេះទេឈប់និយាយពីពុកឯងទៅកូននឹកពេលណាម៉ែស្រក់ទឹកភ្នែកនឹកគាត់ណាស់ម៉ែឈប់យំទៅដរាបណាម៉ែនៅមានកូននឹងតស៊ូលើកដំកើងគ្រួសារយើងឡើងវិញម៉ែឈប់ទៅធ្វើការទៅបម្រើការងារផ្ទះគេពិតជាហត់ណាស់ជលសាទោះបំណុលចាស់ម៉ែបានសងគេអស់មែនតែម៉ែត្រូវរ៉ាប់រងការរៀនសូត្ររបស់កូនតម្រង់កូនធំបន្តិចអាចជួយរកប្រាក់បានរៀនសូត្រដោយខ្លួនឯងប៉ុន្មានឆ្នាំនេះសុខភាពម៉ែមិនសូវបានសម្រាកគ្រប់គ្រាន់ហូបចុកក៏មិនបានគ្រប់គ្រាន់ថែមទៀតកូនត្រូវចាំថាឪពុកឯងជាមនុស្សតស៊ូក្នុងឆាកជីវិតណាស់គោលបំណងធំគឺចង់ឲ្យកូនរៀនបានខ្ពស់ចប់ចុងចប់ដើមគាត់ថាមានតែចំណេះដឹងទេទើបជួយឲ្យមនុស្សរស់នៅប្រកបដោយសេចក្តីសុខសុភមង្គលយូរអង្វែងនិងអាវុធដ៏មុតស្រួចពុះទម្លាយដោះស្រាយរាល់បញ្ហាទាំងឡាយទាំងពួងក្នុងជីវិតណាកូនបាទកូននឹងចងចាំពាក្យនេះក្នុងចិត្តជានិច្ចអ្នកចិនអើយទៅណាមកណានឹងដូចទ្រង់ប្រញាប់ម្លេះមានប្រញាប់ទៅណាគិតថាតែមើលស្រែភ្លឺបន្តិចហ្នឹងណាស្រីសន្ទុងមិនដឹងមិនមកទេខានតែមើលយូរហើយស្រែមិនទៅណាទេអ្នកអើយមិនបាច់ប្រញាប់ទេតាំងពីខ្ញុំកើតមកនេះមិនដែលឃើញស្រែណាចេះដើរទេយីលបងយួនចេះតែនិយាយលេងទៅកាត់ស្រែមិនទៅណាទេខ្លាចតែស្រីរត់ចោលស្រែទេណានិយាយអញ្ចឹងខ្ញុំនឹកឃើញសុខសៀវគ្នារឿងអីមុនហ្នឹងមានរឿងអីលបងយួននឹងមីងច័ន្ទនេះគាត់ដំណើរពីនាងចរិយាបងនៅចិត្តនឹងមានដឹងរឿងអីទេដូចជាមិនដឹងរឿងអីទេនេះឃើញតែទៅធ្វើការបម្រើនៅផ្ទះចិនខ្មៅអ្នកចំនួននៅចិត្តផ្សារយើងហ្នឹងហើយថ្ងៃមុននេះឮថាធ្លាក់ខ្លួនឈឺទៅណាមិនកើតជាងកន្លះខែហើយណែចុះនាំគ្នានិយាយពីនាងចរិយារឿងអីអ្នកចិនអើយឯងពើមែនទេឬធ្វើពើគេល្បីពេញមកភូមិហើយនៅមិនដឹងខ្យល់អីទៀត
ទេនិយាយអីឲ្យប្រកបនេះមើលនិយាយឲ្យចំមើលរឿងហ្នឹងយ៉ាងម៉េចវិញ អ្នកចិនអើយបើខ្ញុំនិយាយទៅថាខ្ញុំជាប្រុសមាត់វែងមាត់ខ្លីនិយាយដើមស្រីតែបើដឹងហើយមិននិយាយក៏មិនកើតមិនទៅស្អីទេនិយាយទៅបើអញ្ចឹងមែន ហេរឿងអី រឿងហ្នឹងវាបែបនេះចាំស្ដាប់ខ្ញុំឲ្យច្បាស់ខ្ញុំឃើញលោកសម្បត្តិសម្លាញ់អាចចម្រើនហ្នឹងឧស្សាហ៍ចេញចូលផ្ទះនាងចរិយាហើយនាំគ្នានិយាយយូរទៀតនោះពេលថ្ងៃយើងក៏មិនដឹងថាពេលយប់ឬពេលស្ងាត់មានរឿងអ្វីកើតឡើងទេ របងយួនឯងនិយាយអញ្ចឹងខ្ញុំដូចចាប់អារម្មណ៍ដែរមែនហើយមនុស្សស្រីអត់ប្តីយូរទប់អារម្មណ៍មិនអាចដែរហើយម្យ៉ាងលោកសម្បត្តិនេះខូចណាស់អាងខ្លួនសង្ហាហើយជះលុយលើស្រីមិនថាក្រមុំឬមេម៉ាយទេពេលខ្លះប្រពន្ធគេក៏មិនរអាដែរអ្នកភូមិនេះអ្នកណាក៏ដឹងដែររឿងហ្នឹងវាប្រកាសហើយអត់ប្តីយូរបំណុលជំទិះស្រួលមិនស្រួលឮថាឈឺហ្នឹងប្រហែលជាចាញ់កូនផងក៏មិនដឹង យីសំដីស្មោកគ្រោកបែបហ្នឹងក៏អ្នកទាំងអស់គ្នានិយាយទៅរួចអ្នកណាផ្សេងមិនដឹងទេតែចំពោះបងចរិយាមួយខ្ញុំហ៊ានយកជីវិតមកធានាបងចម្រើននិងបងចរិយាស្រឡាញ់គ្នាណាស់បងចរិយាជានារីស្មោះត្រង់សុភាពរាបសារថ្លៃថ្នូរលោកសម្បត្តិនេះអ្នកណាក៏ដឹងថាជាមនុស្សខូចខលតែបងចរិយាដាច់ខាតមិនបន្ថោកខ្លួនទេបើមិនដឹងរឿងច្បាស់កុំចេះវាយស្មានបើខ្ញុំនិយាយទៅថាខ្ញុំកាន់ជើងតែមនុស្សខ្ញុំអ្នកទាំងអស់គ្នាត្រូវដឹងខុសថាខុសត្រូវថាត្រូវណាស់ហើយឌឿនអើយពួកខ្ញុំគ្រាន់តែស្មានទេបើត្រូវឬខុសការពិតនឹងចេញនៅថ្ងៃណាមួយណាស់ហើយអ្នកទាំងអស់គ្នាកុំវែងឆ្ងាយសម្រាប់ខ្ញុំជឿជាក់លើសម្ដីប្អូនឌឿនរឿងដែលខ្ញុំនិយាយមុនមិញនេះចាប់ទុកថាមិនបាននិយាយអីទៅចុះម៉ែខ្ញុំទៅរៀនហើយចេញពីរៀនខ្ញុំទៅធ្វើចំការឲ្យគេល្ងាចទើបបានត្រឡប់មកផ្ទះវិញតើកម្លាំងម៉ែយ៉ាងម៉េចដែរព្រឹកនេះ ទៅចាស់កូនម៉ែមិនអីទេកូននឿយរាល់ថ្ងៃកូនស៊ូទ្រាំបន្តិចទៅអ្វីនឹងបានប្រសើរឆាប់ បាទម៉ែខ្ញុំមិនអីទេនៅចំការកូនបានហូបបរិបូរណ៍ព្រោះកូនម្ចាស់ចំការជាមិត្តរួមថ្នាក់របស់កូននាងចិត្តល្អនឹងកូនណាស់ខ្ញុំទៅសិនហើយម៉ែបើមានការអីមិនស្រួលឲ្យវត្តទៅតាមខ្ញុំណាម៉ែ កូនជាក្តីសង្ឃឹមរបស់គ្រួសារយើងស៊ូណាកូន បាទម៉ែ បងខ្ញុំលក់នំមិនដាច់ទេព្រឹកនេះពេលមុនលក់ដាច់អស់ប៉ុន្តែប៉ុន្មានថ្ងៃនេះអត់មានអ្នកទិញសោះ បើបានប្រាប់មុនមួយម៉ាត់ថាស្នេហ៍តួអូនឆ្លើយទេក៏អងចិត្តដែរណាស្រង់ជីវ៉ាងើយ យីលងអ្នកណាអញ្ចេះចលសា អាយ៉ាលក្ខិណាមកដល់ពីពេលណា ពេលមកដល់ដែរតែចលសាអត់តន់ឆ្លើយសំណួរខ្ញុំទេណា មានណាចេះតែច្រៀងទៅច្រៀងបណ្ដាធ្វើការបណ្ដាទៅធ្វើការមិនសូវហត់នៅកន្លែងនេះគេមានរបៀបកំសាន្តបែបហ្នឹងអ្នកខ្លះដំណើររឿងព្រេងនិយាយចែកគ្នាស្ដាប់កំសាន្តអ្នកខ្លះស៊ីត្រាវជាដើមចំណែកខ្ញុំក្មេងជាងគេអត់អីនិយាយមានតែច្រៀងលេងអញ្ចឹងហើយមិនដឹងថាបទអីជាបទអីទេហើយចុះលក្ខិណាមានការអីបានជាមកដល់ចំការថ្ងៃនេះ ថ្ងៃនេះអបសុកចង់មកលេងចំការម្ដងហើយចង់ជប់ចលសាឯងគ្រាន់បានចែកគ្នាពីមេរៀនខ្លះព្រោះថាអាទិត្យក្រោយយើងត្រូវប្រឡងហើយ ល្អតា គិតទៅចលសាហត់នឿយច្រើនណាស់រៀនផងឆ្លៀតមកធ្វើការរកលុយផង មិនអីទេលក្ខិណា
ការងារនេះធម្មតាទៅហើយទាល់តែជួបបញ្ហាខ្លះទើបជីវិតរស់នៅមិនធ្វេសប្រហែសបញ្ហានាំឲ្យយើងរឹងមាំមនុស្សណាជួបបញ្ហាធំប្រឈមមុខដោះស្រាយគេនឹងក្លាយជាមនុស្សរឹងមាំជាងអ្នកដែលមិនបានឆ្លងកាត់បញ្ហាក្នុងជីវិត តាមពិតចលសារនៅក្មេងតែបើនិយាយពីទ្រឹស្ដីនិងចរិតដូចមនុស្សចាស់អញ្ចឹងរៀនក៏ពូកែលេខ1រាល់ខែចឹងតាបានជានៅសាលាគ្រូចូលចិត្តណាស់ជាពិសេសមិត្តភ័ក្តិយើងគេថាចូលចិត្តនិងអាណិតចលសារគ្រប់គ្នាលើកលែងតែអាសង្ហាកូនពូសម្បត្តិនោះដូចជាតាមរករឿងចលសាររាល់ពេលខ្ញុំដូចជាមិនចូលចិត្តសោះល្អតែរូបតែចរិតមិនសូវបានអ្វីដែលពូកែនោះគឺពូកែខាងអួត ណឃើញទេនៅក្មេងសោះចេះស៊ីត្រាវអីដែរក្រែងថានិយាយរឿងមេរៀនចុះមិនបានជានិយាយរឿងគេទៅវិញគេធ្វើអីនឹងទទួលផលនោះហើយកុំតែគិតច្រើនយើងនៅក្មេងគួរខំរៀនសូត្រក្រែងថ្ងៃក្រោយអាចជាទីពឹងខ្លួននិងជួយដល់អ្នកភូមិយើងផង តាមពិតទៅខ្ញុំនិងឪពុកខ្ញុំគួរអរគុណដល់ចលសារវិញទេចលសារឧស្សាហ៍នឹងធ្វើការងារលឿនណាស់ឪពុកខ្ញុំថាចលសារចរិតរឹកពីកាត់ទៅឪពុកគេស្វាហាប់មកចាត់បើចាប់ការងារអីច្បាស់ការងារហ្នឹង កុំសរសើរខ្ញុំពេកអីខ្ញុំលើសឈាមឥឡូវហើយ ពិតមែនតាពុកថានឹងដំឡើងប្រាក់ឈ្នួលឲ្យថែមចំពោះការងារល្អទៀតផង អរគុណណាស់លក្ខិណាខ្ញុំមិនចង់បានអ្វីបន្ថែមទៀតទេចំពោះការងារនេះគឺជាកម្លាំងចិត្តដែលលោកអ៊ំផ្ដល់ឲ្យខ្ញុំនិងកម្មករផ្សេងទៀតពួកខ្ញុំធ្វើការមិនហត់ទេបើគ្មានការងារនេះពួកយើងក៏ពិបាកក្នុងការរកប្រាក់ដែរ យើងជាមិត្តនឹងគ្នាបើមានអ្វីខ្វះខាតប្រាប់ខ្ញុំមកឪពុកខ្ញុំមិនកំណាញ់ក្នុងការជួយដោះស្រាយបញ្ហាដល់កម្មករទេសំខាន់និយាយត្រង់ជាពិសេសអ្នកធ្វើការល្អដោយចលសារបើមានអ្វីត្រូវការជួយប្រាប់ខ្ញុំមកណា